ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តថ្មីរបស់ខ្ញុំមួយទៀតហើយវីដេអូនេះដែរគឺខ្ញុំទៅបោះតង់ម្នាក់ឯងនៅតំបន់ភ្នំត្បែងខេត្តព្រះវិហារហើយក៏ទេសភាពតាមដងផ្លូវដូចអ្នកទាំងអស់គ្នាបានឃើញគឺស្អាតមែនទែននៅខេត្តនេះគឺនៅក្នុងរដូវវស្សាអញ្ចឹងទេសភាពដំណាំដាំដុះចំការបងប្អូនអីហ្នឹងគឺខៀវស្ងាត់តែម្ដងអូខេមកដល់កន្លែងនេះគឺយើងបានមកដល់ផ្លូវចូលកន្លែងដែលយើងត្រូវបោះតង់ហើយគឺអាកាសាភ្នំត្បែងតែពិតខ្ញុំមកកន្លែងនេះវាច្រើនដងដែរហើយសឹងខាងរាប់ភ្លេចហើយបើមែនតែទៅគឺរាប់ភ្លេចហើយមកដល់កន្លែងនេះគឺអត់មានអីទេគឺមានអ្នកចាំទទួលស្វាគមន៍ទាំងម្ចាស់នៅនឹងហើយក៏ដូចជាសត្វចិញ្ចឹមរបស់គាត់គឺស្គាល់ខ្ញុំអស់ហើយបាទលែងជាសត្រូវហើយបាទនេះជាប្លង់ដែលខ្ញុំត្រូវបោះតង់គឺមានទេសភាពបែបហ្នឹងឯងនៅទល់មុខនឹងភ្នំត្បែងតែម្ដងហើយតំបន់នេះដែរគឺស្ថិតនៅត្រង់ជើងភ្នំត្បែងភូមិឃុំអីដូចខ្ញុំភ្លេចបាត់ហើយដឹងថាស្រុកត្បែងមានជ័យហើយអ្នកទាំងអស់គ្នាអាចឆែកទៅអាកាសសាភ្នំត្បែងយកឲ្យល្បីមែនតើបាទហើយឥឡូវនេះខ្ញុំកំពុងset up តង់ហើយ set up តង់រួចហើយមើលប្លង់តិចទៅបាទគឺមានអារម្មណ៍ថាស្រស់ស្រាយមែនតើហើយខ្ញុំមកលើនេះដែរគឺចំពេលថ្ងៃសុក្រអញ្ចឹងអត់ទាន់សូវមានមនុស្សអីមកច្រើនទេដោយសារទឹកទីដោយសារខ្ញុំរឿងថ្ងៃសុក្រនេះខ្ញុំដឹងថាមនុស្សអត់ទាន់មកទេគឺខ្ញុំអាចមកបោះតង់ម្នាក់ឯងបែបស្ងប់ស្ងាត់ចេះបានហើយមកដល់ពេលល្ងាចគឺខ្ញុំចាប់ផ្ដើម set up តង់រួចហើយក៏ប្រមូលអស់អីមកពួកភ្លើងធ្វើម្ហូបធ្វើអីតិចតួចហើយអាហ្នឹងគឺអត់មានអីច្រើនទេគឺខ្ញុំដាក់ម្ហូបមកស្រួលធ្វើទេដោយសារខ្ញុំចង់ញញ៉ៃច្រើនអានេះគឺជាភ្នុកភ្លើងរបស់យើងនៅពេលយប់ហើយមានម្ហូបមានកមានសាច់ក្រកមានអីចឹងណាហើយថ្ងៃនេះដែរគឺខ្ញុំជៀនសាច់ក្រកហើយនេះដូចអ្នកឲ្យបានឃើញកន្លែងនេះនេះឥឡូវយប់ងឹតឆឹងនៅអាកាសាភ្នំត្បែងឥឡូវកំពុងសេតគេថាមិនជឿចាស់តឡាស់ដៃថេងទៅប្រហែលប្រហោងហ្នឹងមិញកន្លែងរវល់រៀបចំងាកមកវិញគឺម៉ែងឹតហ្នឹងសាច់ក្រកយើងគឺតែអីយើងអាចហូបបានមួយជាហៀងអញ្ចឹងណានេះខាងនេះហូបបានអានេះអត់អីទេបាទនេះពីនេះហៀងទៅហើយអានេះហៀងតិចដែរអញ្ចឹងយ៉ាជាវាចោលតិចខ្ញុំខ្ជិលជៀនទៀតតាមពិតតែក្រកនៅតែខ្ជិលធ្វើទៀតហ្នឹងអញ្ចឹងយ៉ាតាមហ្នឹងហើយបាយក៏ច្រើនដែរហើយអញ្ចឹងហ្នឹងហើយញ៉ាំបាយសិនអូខេសួស្តីបងប្អូនឥឡូវយប់ហើយជីវិតរបស់តង់នេះឯងមានតែប៉ុណ្្នឹងទេញ៉ាំបាយញ៉ាំអីហើយបាញ់ក៏អស់ជីរោពីរដបនេះឯងដែរដោយសារយើងនៅនេះឯងអញ្ចឹងមានតែប៉ុណ្្នឹងឯងហ្នឹងអូខេហ្នឹងហើយបន្ទាប់ពីសម្រាប់មកយប់ព្រឹកឡើងបាទទេសភាពគឺមិនធ្វើយើងខកអំណងទេបាទហើយពពកជួបនឹងជើងភ្នំមើលទៅវាស្រស់ស្អាតមែនទែនបាទអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់វីដេអូលើកនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំអត់មានអីធ្វើច្រើនទេគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាបាន relax ជាមួយនឹងដំណើរកម្សាន្តរបស់ខ្ញុំទាំងអស់គ្នាអរគុណច្រើនបាយបាយ